ក្រុមទីហ៊ានខំដើរដេកតាមដងព្រៃភ្នំអាវុធតូចធំផ្ដុំទុំទល់តនឹងសត្រូវដៃកាន់កាំភ្លើងនាំគ្នារត់ចូលសំដៅពាត់ខ្មាំងអីលើត្រូវតែយើងដណ្ដើមយកជ័យជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពទៅដល់គណៈកម្មការលោកគ្រូអ្នកគ្រូជាទីគោរពនិងសួស្តីបងប្អូននិងមិត្តទាំងអស់គ្នាជាទីស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះឡាសីកាជាសិស្សឆ្នាំទី12ខនៃវិទ្យាល័យហ៊ុនសែនកាពាំង3បងប្អូននិងមិត្តទាំងអស់គ្នាប្រកាសជាបានស្ដាប់នៅបទចម្រៀងដែលខ្ញុំបានច្រៀងខាងលើនេះហើយបទនេះចង់បានន័យថានៅពេលដែលក្របកំភ្លើងកំពុងតែធ្លាក់នៅតាមព្រំដែនដែលជីវិតត្រូវបានគំរាមកំហែងរាល់វិនាទីតើមិត្តដឹងទេថាមានបេះដូងមួយដែលនៅតែបន្តញាប់ញ័រដោយកម្លាំងនៃសេចក្តីស្នេហាជាតិសិស្សទាំងអស់គ្នាតើបេះដូងនោះគឺជាបេះដូងរបស់នរណាទៅនោះគឺជាបេះដូងរបស់វីរៈកងទ័ពកម្ពុជាថ្ងៃនេះខ្ញុំសូមយកប្រធានបទមួយដែលនិយាយពីបេះដូងវីរៈកងទ័ពកម្ពុជាដោយផ្ដោតលើការលះបង់និងភាពអង់អាចក្លាហាននៅក្នុងចំនួនព្រំដែនកម្ពុជាថៃដើម្បីបកស្រាយទៅលើប្រធានបទខាងលើនាងខ្ញុំសូមជូនចំណុចសំខាន់ចំនួន3គឺទី1លក្ខណៈនៃបេះដូងវីរៈកងទ័ពទី2ការលះបង់នៅតាមព្រំដែនកម្ពុជាថៃនិងទី3មេរៀននិងកាតព្វកិច្ចរបស់យុវជនឈានចូលដល់ការបកស្រាយចំណុចសំខាន់ទី1នោះគឺលក្ខណៈនៃបេះដូងរបស់វីរៈកងទ័ពបេះដូងរបស់វីរៈកងទ័ពគឺជាបេះដូងដែលពោរពេញទៅដោយសេចក្តីស្នេហាជាតិការលះបង់និងភាពអង់អាចក្លាហានមិនខ្លាចក្នុងការលះបង់ជីវិតមិនខ្លាចការឈឺចាប់ហើយក៏មិនដែលរំលងកាតព្វកិច្ចក្នុងការការពារមាតុភូមិឡើយពួកគាត់មានបេះដូងមួយដែលរងចាំការពារប្រជាពលរដ្ឋខ្មែរនិងទឹកដីកម្ពុជាឈានចូលទៅដល់ការបកស្រាយចំណុចសំខាន់ទី2គឺការលះបង់នៅតាមព្រំដែនកម្ពុជាថៃក្នុងឆ្នាំ2025ថ្មីនេះកម្ពុជាបានប្រឈមមុខទៅនឹងស្ថានភាពយ៉ាងតានតឹងនឹងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយនឹងសៀមតែមានកងទ័ពជាច្រើនត្រូវបានរងរបួសហើយខ្លះទៀតត្រូវបានបាត់បង់ជីវិតដ៏មានតម្លៃដើម្បីការពារបូរណភាពទឹកដីពួកគាត់មានបេះដូងមួយប្រៀបដូចជាពន្លឺនៃទៀនដែលបានបំភ្លឺក្នុងភាពងងឹតនៃចំនួនសិស្សទាំងអស់គ្នាតើពួកគាត់គឺជានរណាទៅនោះគឺជាវីរៈបុរសពិតកម្ពុជាបងប្អូននិងមិត្តទាំងអស់គ្នាតើស្គាល់លោកពូលំតារាដែរឬទេគាត់គឺជាវីរៈកងទ័ពដែលបានស្លាប់នៅក្នុងសមរភូមិនៅពេលដែលព្រោះចឆាងការពារទប់ទល់ជាមួយនឹងពួកសៀមមុនពេលគាត់ស្លាប់គាត់បានផ្ដាំផ្ញើជាច្រើនតាមមិត្តរួមអាវុធទៅកាន់ប្រពន្ធកូនគាត់ហើយក៏បានបន្សល់ទុកខ្សែកមួយខ្សែឲ្យទៅដល់ក្រុមគ្រួសាររបស់គាត់ផងដែរនេះគឺជាការលះបង់របស់វីរៈកងទ័ពដែលស៊ូទៅចោលគ្រួសារដើម្បីការពារទឹកដីពីចោរឈ្លានពានឈានចូលទៅដល់ការបកស្រាយចំណុចសំខាន់ទី3នោះគឺមេរៀននិងកាតព្វកិច្ចរបស់យុវជនបេះដូងវីរៈកងទ័ពប្រៀបដូចបេះដូងវីរៈកងទ័ពគឺជាគំរូដ៏អស្ចារ្យនៃរបស់យុវជនយើងហើយខ្ញុំក៏សូមផ្ដល់ជាមតិទៅដល់យុវជនទាំងអស់យើងត្រូវគោរពនិងគាំទ្រកងទ័ពដោយចិត្តស្មោះរៀនឲ្យខ្លាំងពូកែដើម្បីក្លាយជាកម្លាំងដ៏រឹងមាំដើម្បីអាចការពារជាតិបានទាំងផ្នែកយោធានិងផ្នែកសេដ្ឋកិច្ចរួមគ្នាបេក្ខការឈប់ប្រើផលិតផលសៀមរួមគ្នាបង្កើតផលិតផលថ្មីដែលអាចបម្រើដល់ទីផ្សារនិងនាំចេញទៅក្រៅប្រទេសសរុបមកបេះដូងរបស់វីរៈកងទ័ពគឺជានិមិត្តរូបនៃភាពក្លាហានការលះបង់និងស្នេហាជាតិយ៉ាងពិតប្រាកដជាចុងក្រោយនាងខ្ញុំសូមសំណូមពរទៅដល់សិស្សទាំងអស់ចូលយើងគោរពឲ្យតម្លៃហើយរៀនសូត្រពីបេះដូងវីរៈកងទ័ពទាំងអស់គ្នាព្រោះពួកគាត់បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តព្រមទាំងអាយុជីវិតដើម្បីការពារពួកយើងនិងប្រជានិងទឹកដីខ្មែរសូមគោរពអរគុណនិងសូមអរគុណ